ប្រពន្ធខ្ញុំប្រាប់ថាគេបានដេកជាមួយប្រុស3នាក់ហើយគេក្នុងម្នាក់ដេកមួយយប់មួយថ្ងៃបងមួយយប់មួយថ្ងៃជាមួយគ្នាហើយ2នាក់បានអីគ្នាហើយម្នាក់ទៀតអត់បានទេ2នាក់នោះគេថាបានម្ដងម្នាក់ទៀតបាន2ដងអានេះព្រមទទួលយកទៀតខ្ញុំព្រមអត់ទោសឲ្យមានន័យថាទោះបីដឹងថាប្រពន្ធនឹងធ្លាប់ដេកមួយប្រុស3នាក់ហើយក៏នៅតែអត់ទោសឲ្យយកមកធ្វើជាប្រពន្ធទៀតបាទព្រោះអីខ្ញុំអត់ចង់បែកបាក់គ្នាដោយសារខ្ញុំអាណិតកូនបងខ្ញុំចំពោះគាត់ខ្ញុំនៅចិត្តនឹងខ្ញុំទៅជាមួយគ្នាហើយហាបុរសជាប្តីបានឈឺចាប់ដោយសារតែប្រពន្ធនឹងលួចផ្ដោតខ្នងនឹងជាច្រើនលើកច្រើនសារបុរសជាប្តីបានតាមទាន់បាននារីជាប្រពន្ធនឹងបានលួចផាត់ក្បត់ទៅដេកជាមួយនឹងមនុស្សប្រុសនឹងម្នាក់ហើយម្នាក់ទៀតដោយសារតែឈឺចាប់ហើយទ្រាំលែងបានគាត់ក៏មកគួយស្ពានជ្រោយចង្វាសូមឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយឲ្យស្ត្រីជាប្រពន្ធដែលរៀបការរស់នៅជាមួយគ្នារយៈពេល10ឆ្នាំនឹងមេត្តាជួយមកផ្ដិតមេដៃលែងលះគាត់តាមមិត្តដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាយប់ថ្ងៃទី15ខែកក្កដាឆ្នាំ2026នេះប្រិមិត្តបានឃើញឲ្យបុរសជាប្តីម្នាក់នឹងបានឈឺចាប់ដោយសារតែប្រពន្ធនឹងបានធ្វើការលួចផាត់ក្រោយខ្នងនឹងជាច្រើនលើកច្រើនសារហើយឥឡូវនេះបុរសជាប្តីបានតាមទាន់បាននារីជាប្រពន្ធនឹងបានលួចផាត់ក្បត់ទៅដេកជាមួយនឹងមនុស្សប្រុសនឹងម្នាក់ហើយម្នាក់ទៀតឥឡូវនេះដោយសារតែឈឺចាប់ហើយទ្រាំលែងបានគាត់ក៏មកគួយស្ពានជ្រោយចង្វាសូមឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយឲ្យស្ត្រីជាប្រពន្ធដែលរៀបការរស់នៅជាមួយគ្នារយៈពេល10ឆ្នាំនឹងមេត្តាជួយមកផ្ដិតមេដៃលែងលះគាត់តាមផ្លូវច្បាប់ផងបាទដោយសារតែខ្លួនធ្លាក់ខ្លួនឈឺបាទអញ្ចឹងទៅប្រពន្ធនឹងក៏លួចមានប្រុសម្នាក់ហើយម្នាក់ទៀតឥឡូវដើម្បីឲ្យជ្រាបច្បាស់យើងមកជួបជាមួយនឹងបុរសដែលកំសត់ស្នេហ៍បាទត្រូវបានប្រពន្ធដែលរស់នៅក្បែររយៈពេល10ឆ្នាំហ្នឹងលួចផាត់ក្បត់ជាមួយនឹងប្រុសផ្សេងហ្នឹងមកលើកហើយមកលើកទៀតឥឡូវនេះឈឺចាប់មកសុំឲ្យស្ត្រីជាប្រពន្ធបាទត្រឹមតែផ្ដិតមេដៃលែងណាអូនណាបាទបងបាទណៃមកកុសស្ពានជ្រោយចង្វានេះមកដើម្បីអីដែរបងខ្ញុំចង់ឲ្យបងជួយផ្សាយឲ្យគេបានឃើញថាខ្ញុំចង់ឲ្យគេទៅផ្ដិតមេដៃគេហ្នឹងគេណាចង់ឲ្យប្រពន្ធខ្ញុំទៅផ្ដិតមេដៃឲ្យខ្ញុំឲ្យបងជួយផ្សាយជាលើកចុងក្រោយបើសិនជាគេអត់ព្រមផ្ដិតមេដៃឲ្យខ្ញុំនឹងដាក់ពាក្យមិនដឹងតាមច្បាប់បងមកអូនឯងជួយនិយាយច្បាស់មកបងអូនឯងរស់នៅជាមួយនឹងស្ត្រីជាប្រពន្ធនឹងបានរៀបការតាមច្បាប់អីត្រឹមត្រូវទេខ្ញុំបានសែនព្រេនចាស់ទុំដឹងឮតែខ្ញុំមានអត្តាស៊ីវិលបងមានអត្តាស៊ីវិលទៀតបាទមានសម្បត្តិអាពាហ៍ពិពាហ៍រស់នៅជាមួយគ្នារយៈពេលប៉ុន្មានឆ្នាំហ៎បង10ឆ្នាំប្រហែលជា12ឆ្នាំហ្នឹងបងរស់នៅជាមួយគ្នាជាប្តីប្រពន្ធនឹងរយៈពេល12ឆ្នាំហ៎បាទដោយមានអត្តាស៊ីវិលត្រឹមត្រូវទៀតបាទបងហើយចាប់ពីពេលណាបានដឹងថាប្រពន្ធចាប់ផ្ដើមលួចផាត់ក្បត់ទៅដេកជាមួយនឹងប្រុសផ្សេងហ្នឹងបងកាលនោះខ្ញុំឈឺបងខ្ញុំទៅពេទ្យនៅម្ដុំផ្សារតាំងសាំងមុខពលានជំនហបងដល់ពេលខ្ញុំទៅខ្ញុំក៏ទៅដេកក្នុងបន្ទប់គាត់ខ្ញុំមានកន្លែងដេកខ្ញុំទៅដេកក្នុងបន្ទប់ជួលនៅផ្សារព្រៃទាបងដល់ពេលខ្ញុំដេកប្រហែលជាថ្ងៃទី29បងថ្ងៃ29ខែ7ដល់ពេលខ្ញុំចេញពីពេទ្យមកវិញខ្ញុំទៅបន្ទប់ហើយខ្ញុំរៀបចំងូតទឹកប៉ុន្តែមានប្រុសម្នាក់មកកោះបន្ទប់ហើយជួបខ្ញុំគាត់ថាជាសង្សាររបស់ពុនខ្ញុំហើយខ្ញុំសួរនាំចុះឡើងគាត់ថាបានស៊ីបានចុកនៅក្នុងបន្ទប់នោះបាទហើយដល់ពេលខ្ញុំចេញខ្ញុំប្រាប់ប្រពន្ធខ្ញុំហើយគាត់ថាគាត់បានដេកមែនប៉ុន្តែគាត់អត់បានធ្វើអីគ្នាទេដល់ពេលគាត់សន្យាថាគាត់ឈប់ធ្វើហើយគាត់កែខ្លួនដើម្បីកូនដើម្បីគ្រួសារប៉ុន្តែដល់ពេលថ្ងៃទី3ទី4ខែ8ហ្នឹងខ្ញុំចេញមកផ្ទះវិញស្រាប់តែនាំប្រុសម្នាក់ទៀតទៅដេកជាមួយមែនអាមុនទេអាថ្មីមួយទៀតបងដល់ពេលថ្ងៃ20ខែ9គេទៅផ្ទះហើយខ្ញុំចាប់បានក្នុងឆាតគេនិយាយទៅគេប្លុកចោលអស់ហើយក្នុងឆាតគេប៉ុន្តែគេធ្លុយមួយគឺឆាតនៅក្នុងជាមួយប្អូនគេបងឯងជួយបញ្ជាក់មកបងបើតាមបងឯងដឹងតើប្រពន្ធបងឯងហ្នឹងលួចផាត់ក្បត់បងឯងហ្នឹងជាប្តីហ្នឹងរយៈពេលប្រហែលដងហើយមានប្រុសប្រហែលនេះអីខ្ញុំដឹងច្បាស់2នាក់បងប៉ុន្តែគេប្រាប់ខ្ញុំដែលខ្ញុំសួរនាំដេញដោលគេទៅគេប្រាប់ថា3នាក់3នាក់មុនប៉ុន្តែ2នាក់ក្រោយគេអត់ប្រាប់ទេប៉ុន្តែខ្ញុំដឹងខ្លួនឯងអ្នកណាប្រាប់ប្រពន្ធខ្ញុំប្រាប់ថាគេបានដេកជាមួយប្រុស3នាក់ហើយគេក្នុងម្នាក់ដេកមួយយប់មួយថ្ងៃបងមួយយប់មួយថ្ងៃជាមួយគ្នាហើយ2នាក់បានអីគ្នាហើយម្នាក់ទៀតអត់បានទេ2នាក់នោះគេថាបានម្ដងម្នាក់ទៀតបាន2ដងអានេះព្រមទទួលយកទៀតខ្ញុំព្រមអត់ទោសឲ្យប៉ុន្តែគេអត់ព្រមគេនៅតែចង់ទៅដល់ពេលមានន័យថាទោះបីដឹងថាប្រពន្ធនឹងធ្លាប់ដេកមួយប្រុស3នាក់ហើយក៏នៅតែអត់ទោសហើយយកមកធ្វើជាប្រពន្ធទៀតបាទព្រោះអីខ្ញុំអត់ចង់បែកបាក់គ្នាដោយសារខ្ញុំអាណិតកូនបងមានកូនម៉ាក់អ្នកមួយគ្នាមានកូន2បងអូនឯងធ្វើអញ្ចឹងខូចប្រុសគេអស់អូនណាគេហៅអ្វីយ៉ាងហ្នឹងបាទបងមុនដំបូងខ្ញុំថាទ្រាំដល់ពេលគេអត់ព្រមខ្ញុំចេះតែសួរគេសួរ2 3ដងទៅគេថាគេអត់ចង់នៅគេចង់ទៅមូលហេតុអីបានប្រពន្ធអូនឯងគាត់ចេះតែលួចផាត់ក្បត់អូនឯងដោយសារតែអូនឯងឈឺលែងឡើងមែនអត់ដឹងដែរបងប្រហែលជាគេធុញខ្ញុំឈឺពេកហ្មងព្រោះអីកាលនោះខ្ញុំឈឺខ្ញុំទៅពេទ្យហើយទៅជួបនឹង
បរោះដែលជាសង្សាររបស់គេនៅបន្ទប់ជួលសាព្រៃទាបង អូនឯងចាំសម្ដីបងណា បាទ មិនថាមនុស្សប្រុសឬក៏មនុស្សស្រីទេបើគេធ្លាប់ផាត់ក្បត់យើងអីឯងក៏អាចយកវិញទេ បាទបង បាច់លើកលែងទោសឲ្យទេឯងចាំណាបងអូនលើលោកនេះមនុស្សមិនថាមនុស្សប្រុសឬក៏មនុស្សស្រីទេបើធ្លាប់ផាត់ក្បត់ឯងឲ្យឯងនៅតែទទួលយកលើកក្រោយក្បត់ឯងទៀតព្រោះអានឹងជាទម្លាប់របស់មនុស្សយល់អត់ បាទ អញ្ចឹងអូនឯងកុំងាប់លើកលែងឲ្យឯងទៅសើចិត្តឯងមកអូនណាបងនិយាយតាមត្រង់ណាបើបងវិញណាទៅមិនរួចទេបងអូនអើយបើទោះបីជាប្រពន្ធនឹងមានរូបសម្រស់ដូចទេពធីតាធ្លាក់មកពីលើមេឃក៏មិនអាចរស់នៅជាមួយគ្នាជាប្តីប្រពន្ធទៀតដែរបាទបើអាប្រព័ន្ធកន្លងមកយ៉ាងម៉េចបងអត់ដឹងទេណាតែដល់ពេលមករស់នៅជាមួយគ្នាជាប្តីជាប្រពន្ធហើយលួចទៅផាត់ក្បត់នៅខាងក្រៅហ្នឹងគឺយើងមិនអាចបន្តមួយគ្នាបានទេយល់អត់មនុស្សតែគេធ្លាប់ផាត់ឯងបានហើយបាទគេផាត់ឯងរហូតយល់អត់បងអូនហើយគេអត់មកដល់ឥឡូវនេះអត់ទោសឲ្យយ៉ាងណាក៏គេនៅលួចផាត់ទៀតដែរគេអត់ បាទពួកឯងគេសន្យាច្រើនដងហើយបង ចុះឥឡូវនេះមានអីនិយាយទៅកាន់ប្រពន្ធទេតាមរយៈព័ត៌មានឲ្យបងផ្សាយនេះ ខ្ញុំចង់និយាយទៅកាន់ប្រពន្ធខ្ញុំថាសូមឲ្យមកផ្ដិតមេដៃខ្ញុំបើសិនជាអត់ផ្ដិតមេដៃខ្ញុំនឹងដាក់ពាក្យមិនដឹងតាមច្បាប់បង ឥឡូវឯងមានសម្លេងឯងដែលចង់បង្ហាញទៅកាន់មហាជនឲ្យគាត់បានដឹងមកសម្លេងប្រពន្ធឯងឆាតយ៉ាងម៉េចបានយើងដឹងថាគាត់ផាត់ក្បត់ខ្លួនឯង គេឆាតនិយាយជាមួយប្អូនជីដូនរបស់គេហើយនិងប្អូនបង្កើតហ្មង គេនិយាយថាម៉េចក្នុងសម្លេងហ្នឹងបានខ្លួនឯងដឹងថាគេក្បត់លួចមានប្រុស គេនិយាយថាសង្សារគេមកលេងគេថ្ងៃនេះ អូយធូរដល់ចាញ់ទៅការរៀនជិះសម្រាប់អត់ចង់ព្រោះសង្សារមកឯនេះទៅនៅផាត់មក បានហើយបងកុំអី ហ៎ លឺសលេងប្អូនម្នាក់ទៀត បាទអញ្ចឹងត្រឹមប៉ុណ្្នឹងណា បាទបង អាហ្នឹងគេនិយាយថាត្រឹមសង្សារគេមកលេងហ៎ បាទហើយមានទៅមុខទៀតដេកជាមួយគ្នា គេនិយាយថាម៉េច គេនិយាយថារៀបចំបន្ទប់អីទៅអាពេលម៉ោង12អីសង្សារគេទៅបើកទ្វារឲ្យផង ឯបើកឲ្យអស់មើលឯងចូលបង្ហាញឯងខ្លាចទៀតមកចូលលេងលះគ្នាអីខ្លាចអី ចាំលេងចាំសម្រាប់អញ្ចឹងចាំគាត់បាត់បងណាមកចិននឹងខ្ញុំទៅជាមួយវាគាត់មកហើយเขาไม่เอาโจตกตึกเสียกันแต่มาจากตึกตามถนนฟูสะพายอันนี้ก็เวียดบัตรในกระทรวงนำยมบิรุนกันเจนตัวเรามัดเลยมันต้องมาเลยกันจ้ะแต่อันนี้ตัวเต็มปีดาวอันนี้ตัวปีกันชาปุถุชาไม่ต้องตุ๊กตาไปพ่อปีจะจันเนาะประธานแจ้งประธานตัวแซ่บปุ๊บมันได้หมดประธานแจ้งประธานตัวแซ่บปุ๊บมันได้หมด ចឹងប្រពន្ធខ្លួនឯងហ្នឹងផាត់ក្បត់ខ្លួនឯងហ្នឹងច្រើនលើកច្រើនសារ បាទបងហើយម្នាក់នេះទៀត បាច់បង្ហាញគេទេគេមិនដឹងខ្យល់អីទេប្រពន្ធឯងមើលបងឯងដាក់តិចមើលហ្នឹងឯងនៅលើអេក្រង់ហ្នឹងមែនប្រពន្ធឯងហ្នឹង បាទ អូអាចោលបងក្ដោឯងនៅដាក់រូបថតនៅលើអេក្រង់ទូរស័ព្ទទៀតហ៎ ពេលខ្ញុំទុកដល់ពេលលេងលះគ្នារួចខ្ញុំលុបចេញហើយ ណាអញគ្មានដូចឯងទេអាបងណាគេផាត់ក្បត់ប៉ុណ្ណឹងមកដាក់នៅលើទូរស័ព្ទឲ្យចង្រៃទូរស័ព្ទអីទេអាស្ដាយគេទៅយំនៅប្រុសឲ្យយល់អត់អញសុកចិត្តនៅម្នាក់ឯងណាក៏មិនទៅរស់នៅជាមួយមនុស្សស្រីដែលផាត់ក្បត់ទៀតណាយល់អត់ បាទបង ចឹងមានអីនិយាយទៅកាន់ទេមកបងចង់ឯងនិយាយដើម្បីគាត់មកប្រឌិតមេដៃមិននិយាយតាមព័ត៌មានហ្នឹងហើយមក ខ្ញុំចង់ឲ្យប្រពន្ធខ្ញុំទៅផ្ដិតមេដៃខ្ញុំហើយខ្ញុំទុកពេលឲ្យខែ4 2027បើសិនជាប្រពន្ធខ្ញុំអត់ទៅផ្ដិតមេដៃឲ្យខ្ញុំដាក់ពាក្យមិនដឹងតាមច្បាប់ ប៉ុណ្្នឹងណា បាទខ្ញុំទុកពេលឲ្យខែ4ឆ្នាំក្រោយ មានអីនិយាយហៅគេមកម៉ាត់មកឲ្យគេមកប្រឌិតមេដៃឲ្យ ស៊ីណាផ្ដិតមេដៃឲ្យខ្ញុំផងព្រោះឯខ្ញុំមិនមែនជាពះទេណា ឈឺចិត្តមកអូនណា បាទ និយាយយំចឹងមកហ៎ ខ្ញុំនៅផ្ទះខ្ញុំដេកតែយំរហូតបង ឯយំអីដោយសារមនុស្សផាត់ក្បត់ណាបងណាឯរស់នៅជាមួយមនុស្សចឹងក៏ឯរស់ទៅតែថ្ងៃមុខក៏នៅតែឈឺចាប់ក៏អាចឲ្យខ្លួនឯងក្រំទ្រង់រហូតដល់គួរឈាមងាប់ក៏មានដែរណាបង បាទបង បើគេផាត់ក្បត់ចឹងឲ្យគេទៅយល់អត់ បាទបងបាទ គេមនុស្សស្រីនេះបងគេហៅថាមនុស្សតណ្ហាក្រាស់យល់អត់មានមួយមិនស្កប់មាន10ក៏មិនស្កល់ដែរចឹងឯរស់នៅជាមួយមានតែឈឺចាប់បាទនឹងមានវិបត្តិសេរីទៅថ្ងៃមុខយល់អត់ បាទបងបាទ ចឹងសម្រាប់ចិត្តថាលេងណា បាទបងបាទ អត់លេងទៀតឯងមិនមែនជាមនុស្សប្រុសបងឯងសពុតវិញណាយល់អត់ បាទបង ធ្វើមនុស្សប្រុសឲ្យមាំតំតិចមកទោះបីខ្លួនឯងធ្លាក់ខ្លួនឈឺប៉ុណ្ណាក៏ដោយគុំរស់នៅជាមួយមនុស្សស្រីដែលផាត់យើងម្ដងហើយម្ដងទៀតយល់អត់ បាទ អរគុណបងប្អូនសម្រាប់ការទស្សនានិងការតាមដានមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាកាន់តែបៃតូឲ្យខ្ញុំទាំងអស់គ្នាបងរឿងរ៉ាវរបស់អូននេះវាលើសពីឈឺចាប់ទៀតណាបងប្អូនណាសំលេងមានទាំងអស់តែប្រពន្ធនឹងធ្លាប់តែដេកមួយអ្នកណាហ្នឹងគឺមានទាំងអស់ដោយសារបងប្អូនគាត់ចាប់បានអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គង